មានបំណងប៉ុន្តែអានេះជាការគាត់បើខ្ញុំគិតថាអាចនឹងជាលើកទី1របស់គាត់ទេចង់និយាយថាត្រង់ចំណុចដែលផលសភ័ណ្ឌណាគាត់តតទៅលើកីឡាករបរទេសនេះបើតាមខ្ញុំមើលគឺផលសភ័ណ្ឌពិតជាមានចេតនាមែនដែលសារតែគាត់តតទៅគាត់មើលសិនមើលកីឡាករប្រហែលមើលខ្ទង់1វិនាទីគាត់មើលឃើញហើយគាត់និយាយយើងតតហើយការតតហ្នឹងក៏វាមិន 100% ដែរវាអាចនឹងត្រូវតិចតួចចឹងណាហើយញ៉ាក្រាលឲ្យផលប៉ុនចាញ់និយាយទៅរឿងត្រឹមត្រូវហើយប៉ុន្តែអាការយើងមកនិយាយអាការដែលគាត់តតទៅកីឡាករបរទេសហ្នឹងណាគឺគាត់មានបំណងប៉ុន្តែអានេះជាការគាត់បើខ្ញុំគិតថាអាចនឹងជាលើកទី1របស់គាត់ទេកំហុសលើកទី1វាមិនជាបញ្ហាយើងអាចកែសម្រួលបានតែបើគុំលក្ខណៈកុំជន់គាត់ពេកហើយផលភ័ណ្ឌប្រហែលជាគាត់ទទួលក៏ស្គាល់ហើយដោយសារពេលដែលលើកដៃក៏គាត់សុំទោសទៅអ្នកគ្រប់គ្រងដែរអញ្ចឹងគាត់ដឹងខ្លួនឯងហើយកំហុសទី1យើងអាចលើកលែងបានមិនជាបញ្ហាទេព្រោះផលភ័ណ្ឌពីដើមមកគាត់ជា idol របស់ខ្ញុំគ្រប់ខាត់ចរិតរបស់គាត់ប្រហែលជាមួយរយៈចុងក្រោយនេះគាត់រៀងធ្លាក់ទម្រង់អញ្ចឹងគាត់ចង់ឈ្នះច្រើនសង្ឃឹមតែបងប្អូនលើកលែងឲ្យគាត់អញ្ចឹងណាមួយប្រកួតនេះ